មានសួរពុកម៉ែបងប្អូនបាទឥឡូវនេះគឺដើរមកដល់បាទឈានចូលមកដល់ហើយសំណាំតម្លាំដលងមីហើយនឹងគៀកមកដល់ដំណាំកស៊ូក៏គៀកមកដល់នឹងដំណាំផ្សេងទៀតជាច្រើនមិនថាស្រូវបាទបន្លែការដាំដុះអ្វីទេបាទអស់ក្តីបារម្ភជាមួយនឹងម្សៅកបោកសិកម្មពុកម៉ែបងប្អូនអាចយកទៅប្រើប្រាស់លើដីជាពិសេសគឺដីដែលយើងត្រូវការរៀបចំដីនៅក្នុងការដាំដុះនេះដើម្បីកម្ចាត់ពពួកបាក់តេរីចង្រៃvàពពួកសត្វល្អិតចកនេម៉ាតូតដែលយាយីទៅដល់ប្រព័ន្ធនេះពិសេសគឺកែបញ្ហាដីបាទកែបញ្ហាដីគឺជារឿងសំខាន់មួយដែលដីពុកម៉ែបងប្អូនដាំដុះវាតែងតែបាត់បង់នៅអតិសង្គមប្រាណបាទជីវៈដែលល្អឬក៏គេហៅ OM បាទសរីរាង្គរបស់ដីដែលបាត់បង់ទៅការស្រូបទាញរបស់ដំណាំហើយដំណាំតែងតែផ្ទុកបាទបន្សល់នៅកាកសំណល់មិនថាស្លឹកបាទមិនថាកាកសំណល់ផ្សេងទៀតដែលពុកម៉ែបងប្អូនប្រើបាទពពួកថ្នាំគីមីឬក៏ជីគីមីជាច្រើនបាទលើកច្រើនសារធ្វើឲ្យដីរបស់យើងហ្នឹងគឺចាប់ដើមរឹងក្រាំងកង្វោកសិកម្មគឺអាចជួយឲ្យដីចាប់ដើមផុសធូរមានដង្ហើមអុកស៊ីសែនមានរន្ធខ្យល់អញ្ចឹងកែបញ្ហាដីកែបញ្ហាដំណាំកុំឲ្យដំណាំជួបបញ្ហានៃការលូតលាស់ក្រិនឬក៏ជួបបញ្ហាដំណាំងាប់លឿនជាដើមដោយសារពពួកផ្សិតឬក៏បាក់តេរីចង្រៃនោះប្រើប្រាស់ម្សៅកបោ PN ទាំងអស់គ្នាពិសេសបំផុតបាទកាត់បន្ថយការចំណាយយកកបោ PN បាទទៅបាចក្នុងចំការបាចតាមគល់ដំណាំដើម្បីបង្កើនជីបាទនៅក្នុងដីឲ្យដំណាំស្រូបទាញបានបាទគ្រប់វិនាទីបាទស៊ីគ្រាន់ដើម្បីបង្កើននៅទិន្នផលដល់ពុកម៉ែបងប្អូនប្រើប្រាស់កបោមិនខកបំណងទេពុកម៉ែបងប្អូនបាទជួយដោះស្រាយបញ្ហារបស់ពុកម៉ែបងប្អូនតែធ្លាប់តែជួបដំណាំមិនល្អបាទរកទិញបាននៅបាទឌីប៉ូចែកចាយគ្រប់25ខាងក្នុងពិសេសបំផុតបាទរោងចក្រតតែម្ដងបាទហ៊ុយយន្តកសិកម្មអាចតំណែងនឹងសួរនាំបច្ចេកទេសបន្ថែមជាមួយខ្ញុំបាទផ្ទាល់ដែលមានលេខលើអេក្រង់ស្រាប់បាទសូមអរគុណ